នៅភូមិមួយក្បែរព្រៃធំមានប្រាសាទចាស់មួយក្មេងស្រីម្នាក់ឈ្មោះច័ន្ទតែងតែទៅទីនោះរាល់ល្ងាចលោកតាជឿនតើកណ្ដឹងប្រាសាទនេះមានសម្លេងពីរោះប៉ុណ្ណាទៅវាពីរោះខ្លាំងណាស់ក្មួយស្រីលោកតាជឿនចាប់ផ្ដើមរៀបរាប់ពីរឿងនិទានចាស់មួយប្រាប់ទៅកាន់ច័ន្ទកាលពីព្រេងនាយមានកណ្ដឹងមាសមួយដែលមានសម្លេងពីរោះរណ្ដំចិត្តបំផុតសម្លេងរបស់វាអាចព្យាបាលទុក្ខសោកនិងនាំមកនូវសេចក្តីសុខសាន្តដល់អ្នកភូមិទាំងអស់តែឥឡូវកណ្ដឹងនោះនៅស្ងៀមស្ងាត់ជាយូរណាស់មកហើយហេតុអ្វីបានជាវាស្ងាត់ទៅវិញលោកតាវាមានរឿងរ៉ាវដ៏កំសត់មួយកាលពីយូរលង់ណាស់មកហើយមានរឿងអកុសលមួយបានកើតឡើងមានអ្នកវាយកណ្ដឹងដ៏ចំណានម្នាក់បានស្លាប់ទៅចាប់តាំងពីនោះមកគ្មាននរណាម្នាក់អាចវាយវាឲ្យឮបានដូចគាត់ឡើយច័ន្ទមានការតាំងចិត្តយ៉ាងមុតមាំចង់ឃើញកណ្ដឹងនោះឮឡើងវិញខ្ញុំនឹងរកវិធីដើម្បីឲ្យកណ្ដឹងនេះឮឡើងវិញក្មេងស្រីនោះចង់ឲ្យកណ្ដឹងឮវិញមែនទេព្រាហ្មណ៍ក៏បានសម្រេចចិត្តហោះទៅជិតច័ន្ទដើម្បីសាកសួរនិងសុំជួយនាងក្មេងស្រីតូចតើឯងពិតជាចង់ឲ្យកណ្ដឹងនេះឮឡើងវិញមែនទេចាពិតមែនហើយប្រសិនបើខ្ញុំអាចធ្វើបានខ្ញុំចង់ឲ្យសម្លេងពីរោះរណ្ដំរបស់វាបន្លឺឡើងម្ដងទៀតដើម្បីឲ្យអ្នកភូមិមានភាពរីករាយឡើងវិញរៀមមានគំនិតមួយដើម្បីជួយច័ន្ទអូខ្ញុំនឹកឃើញហើយខ្ញុំមានគំនិតល្អមួយប្រហែលជាខ្ញុំអាចជួយបានខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពមានក្មេងស្រីម្នាក់ចង់ឲ្យកណ្ដឹងប្រាសាទឮឡើងវិញតើយើងអាចជួយនាងបានទេមានក្មេងស្រីម្នាក់ចង់ឲ្យកណ្ដឹងប្រាសាទឮឡើងវិញតើយើងអាចជួយនាងបានទេបានពួកយើងស្ម័គ្រចិត្តជួយបងតើពួកឯងស្ម័គ្រចិត្តជួយទេពួកយើងនឹងស្ម័គ្រចិត្តជួយទាំងអស់គ្នាល្អណាស់បើអញ្ចឹងពួកយើងឆាប់ទៅល្អណាស់អញ្ចឹងពួកយើងឆាប់ទៅពួកយើងនឹងស្ម័គ្រចិត្តជួយទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយមែនទេរួចរាល់ត្រៀមខ្លួនរួចរាល់ហើយមែនទេរួចរាល់ពួកយើងត្រៀមខ្លួនរួចរាល់ហើយមែនទេរួចរាល់តោះយើងប្រឹងឡើងវារៀងធ្ងន់ណាស់ប្រឹងឡើងវាធ្ងន់ណាស់ជាយាមអស់ពីកម្លាំងកំបោះបង ចិត្តដល់ហើយលឺហើយទីបំផុតខ្ញុំលឺហើយពួកយើងធ្វើបានសម្រេចហើយលោកតាវាពិតជាបន្លឡើងមែនវាពិតជាការងារដ៏អស្ចារ្យខ្លាំងណាស់ចាន់លោកតាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ទីបំផុតសំឡេងកណ្ដឹងបានវិលត្រឡប់មកវិញហើយពួកយើងពិតជាសប្បាយចិត្តណាស់ភូមិរបស់យើងនឹងមានសេចក្តីសុខនិងសន្តិភាពត្រឡប់មកវិញអរគុណក្មេងស្រីតូចនិងមិត្តភក្តិតូចអ្នកបាននាំជីវិតមកឲ្យខ្ញុំម្ដងទៀតសំឡេងនេះពិតជាពីរោះណាស់ជាសំឡេងនៃក្តីសង្ឃឹមនិងការរួបរួមគ្នាចាប់តាំងពីថ្ងៃនោះមកសំឡេងកណ្ដឹងប្រាសាទតែងតែបន្លឺឡើង
នាំមកនូវសេចក្តីសុខសាន្តដល់អ្នកភូមិជានិច្ច